ពិតជាផាន់ដីតូចចង្អៀនបានជួបគ្នានឹងគ្រូស៊ូមែនលោកគ្រូជួបគ្នាលើកមុនលោកទុកផ្លូវឲ្យខ្ញុំរស់ខ្ញុំចង់ចាំជានិច្ចតែខ្ញុំមកថ្ងៃនេះមិនមែនមកអរគុណលោកទេខ្ញុំក៏មិនអាចគិតថាចង់នាងអរគុណខ្ញុំដែរប៉ុន្តែនាងនិយាយអញ្ចឹងបញ្ជាក់ថានាងមកនេះគឺព្រោះតែបងស្រីនាងមិនក៏លោកមិនជួយបងស្រីខ្ញុំឲ្យគាត់ទៅក្នុងរាជវាំងធ្វើជាម្ចាស់ស្ត្រីហ៎ម្ចាស់ស្ត្រីគឺត្រូវបានតែងតាំងដោយព្រះអង្គតើខ្ញុំមានសិទ្ធិអ្វីបញ្ជាព្រះអង្គនោះខ្ញុំមិនឲ្យលោកបញ្ជាព្រះអង្គទេគឺសូមវល់លោករកវិធីជួយបងស្រីខ្ញុំបងស្រីខ្ញុំភ័យព្រួយរហូតមិនចង់នៅក្នុងរាជវាំងទេអញ្ចឹងដូចជាមានន័យខ្លះហើយបងស្រីនាងគឺជាអ្នកមនាងបើជាមិនចង់សោយសុកលើភាពធំធាត់នៅក្នុងរាជវាំងខ្ញុំដឹងថាលោកអ្នកចង់ក្រុងក្បួនសឹកពិតមែនថាខ្ញុំមិនដែលមើលក្បួនសឹកទាំងនោះតែយ៉ាងហោចណាស់មេតាប់អ៊ូមានការសរសើរណាស់ខ្ញុំគិតថាក្បួនសឹកដែលមេតាប់អ៊ូសរសើរគឺមនុស្សនោះមានប្រាជ្ញាណាស់ទើបអាចធ្វើបានឬមួយថាមនុស្សដូចជាលោកនេះយល់ថាបងស្រីខ្ញុំធ្វើជាអ្នកមនាងមានភាពថ្កុំថ្កើងរុងរឿងណាស់នាងហើយនៅបងស្រីរបស់នាងប្រកាសជាមិនចូលចិត្តភាពរុងរឿងធំថ្កើងទេពួកនាងចង់ខ្ចីកម្លាំងរបស់ព្រះអង្គជួយរកយុត្តិធម៌ជូនឪពុកម្ដាយរបស់នាងនាងឈ្មោះអ៊ីឡូគឺជាព្រះនាងនៅក្នុងក្រុងចុងលីនៃនគរឈូពិតណាស់ពួកខ្ញុំត្រូវចោលអាវ៉ាងមួយបង្កាច់ត្រូវព្រះអង្គឈូប្រហារជីវិតបើកុំតែបានមេតាប់អ៊ូណាខ្ញុំនឹងបងស្រីខ្ញុំចេញពីចុងលីមកគូស៊ូប្រហែលជាខ្ញុំហើយនឹងបងខ្ញុំពេលនេះនៅបំរើគេនៅឡើយទេស៊ុនអ៊ូក៏ដូចជាបងប្អូនរបស់ពួកនាងដែរគឺធ្លាក់ខ្លួនមកដល់គូស៊ូមិនអាចវិលត្រឡប់ទៅសុខកំណើតវិញបានខ្ញុំសូមវល់លោកគ្រូជួយដល់បងស្រីខ្ញុំផងទៅបញ្ចុះស៊ុនអ៊ូគ្មានលទ្ធភាពមិនអាចជួយដល់នាងបានទេលោកគ្រូមិនព្រមជួយបងស្រីខ្ញុំខ្លាចមានការពាក់ព័ន្ធណាខ្ញុំហើយនឹងអ្នកម្នាក់មិនដែលស្គាល់គ្នាទេអ្នកម្នាក់មកពីនគរឈូខ្ញុំមកពីនគរឈីគេនៅក្នុងដំណាក់ឆាំងឈិនរីឯស៊ុនអ៊ូធ្លាក់ខ្លួននៅក្នុងហាងស្រាតើរវាងពួកយើងមានអ្វីពាក់ព័ន្ធទៅខ្ញុំជឿឲ្យបេះដូងលោករឹងដូចថ្មឬមួយលោកដាច់ចិត្តឃើញបងស្រីខ្ញុំស្លាប់នៅក្នុងវាំងអ្នកម្នាក់មិនដែលជាបងស្រីរបស់នាងមិនមែនថាមិនចង់រស់ទេប៉ុន្តែគឺចង់រស់ឲ្យមានការស្រួលចិត្តចំពោះអ្នកម្នាក់មិនគាត់បង្ហាញការស្លាប់គឺដើម្បីរស់អរគុណលោកគ្រូណាបើបងខ្ញុំអាចប្រើល្បិចដ៏ខ្ពស់របស់លោកទទួលបានការថ្នាក់ថ្នមពីព្រះអង្គវិញអ៊ីលោកខ្ញុំច្បាស់ជាសងគុណលោកខ្ញុំនេះហើយអ៊ីឡូថាម៉េចបង្ហាញសពដើម្បីរស់ពិតណាស់តែលោកគ្រូសុនពេលនេះទោះថាមានពីអីក៏គាត់មិននិយាយច្រើនដែរបានតែបង្ហើបមានតែអញ្ចឹងទេទើបបងទទួលបានការថ្នាក់ថ្នមពីព្រះអង្គវិញអ៊ីឡូអាយបងទៅរកស្លាប់អាយឈួតឲ្យមែនទេបងស្រីខ្ញុំមិនឈួតទេបើបងមិនអាចធ្វើជាម្ចាស់ស្ត្រីមិនអាចដណ្ដើមយកក្រុងចុងលីមិនអាចរកយុត្តិធម៌ជូនពុកម៉ែនោះទើបអ៊ីឡូឈួតមែនតែមើលពេលនេះអាយឈួតហើយបងស្រីបងកុំខ្លាចបងទៅស្លាប់ទើបរស់ឃើញមកទៅអាយដឹងថាបងពេលនេះរស់នៅយ៉ាងម៉េចទេអាយអាចយល់ទេបងមិនស្ដាប់ទេបងលែងចង់ស្ដាប់ហើយអាយចេញទៅបងអាយចេញពីទីនេះព្រះរាជបុត្រយើងចំដាំនាងបាននាងជាប្អូនស្រីរបស់អ្នកនាងនេះព្រះប៉ោនាងឈ្មោះអីដែរអ៊ីឡូអ៊ីឡូឡូយើងចង់ចាំក្នុងចិត្តប្អូនស្រីរបស់អ្នកនាងនេះយើងនឹងចង់ចាំពាក្យសម្ដីនាងកាលពីថ្ងៃនោះអាចពោលពាក្យបែបនេះមកដាច់ខាត់មិនមែនស្រីកំបុកធម្មតាថ្ងៃណានាងនិយាយថាឈ្នះនោះមិនមែនត្រឹមតែការកាប់ចាក់នេះឈ្នះនោះគឺនគរអ៊ូទាំងឬមួយអ៊ីឡូនិយាយអ្វីខុសសារអរអរមានប្រជុំយូ
គាត់បង្ហាញពីការស្លាប់គឺដើម្បីរស់